Thái cái miền eo đọc và môi cái miền Gripen cái miền tê hà sập Korea sa tầm nập dưỡng mình miền đường tê cái lòng màu trắng lại lô tôi xưa thà dưỡng ở bàn này cất cù cònแต่เราdưỡng cất cù ơi nó chập phim mông này tốt chập đồng cất cù sầm lại để chỗ lô có bàn tôi xưa và tôi xưa đấy thà lúc bây là sầm lại đặc nôm để trở thành pi ba pi môn mò nó có đào vềนี้สำหรับตัวสกอลท่าเมียนจำนวนขวาขาดมาจำนวนแต่บานโยมเลิกถึงปลุกมาโยมมอนั่นคือโยมที่เขาคลาสตัวจำนวนนึกท่าบาดสาวิเตโตนโยธีจนให้ก่อนจะท่าธรรมดาที่ใส่กระดอยวิมันอาจthời từng oi chân đã dùng lịch bàn để trong riêng dù thi để dùng lực bán bạt đôi chia thì lúc bán xong đại để chỗ luôn bên xã luôn tôi scroll thả đôi xa đại dương về cái mối về sản phẩm hiệp nó sản phẩm hiệp và khum lưới sản phẩm hiệp tốt cứ thả dương phải chỉ mình viên sạc khiêm bây giờ môi để chít khang ấy na chẳng thế nó là chẳng tốt cóបញ្ហារដ្ឋាភិបាលនោះក៏យកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍប្រទេសហ្នឹងដែលពាក់ព័ន្ធនឹងវិស័យខាង civil ខាងអីនោះទៅវិញខាងសុខាភិបាលខាងទេសចរខាងសិក្សាអីលក្ខណៈអញ្ចឹងមិនសូវដាក់ទម្ងន់ទៅលើកងយុទ្ធពលខេមរៈភូមិន្ទក្នុងការពង្រឹងទេអញ្ចឹងយើងនឹងមានចំណុចខ្វះខាតតាំងពីទើបអាកាសណាយើងប្រៀបធៀបជាមួយប្រទេសជាតិខាងយន្តហោះរបស់យើងគឺមានតែយន្តហោះដឹកយោធាអីចុះឡើងយន្តហោះប្រយុទ្ធដូចគេថៃគេមាន F16 គេមាន Gripen គេមានតេ50 Korea saទំនើបយើងមិនមាននឹងទេកន្លងមកអញ្ចឹងសម្ដេចលោកទូលស្គាល់ថាយើងអត់បានគិតគូរcònតែឥឡូវយើងគិតគូរហើយណាចាប់ពីម៉ោងនេះទៅចាប់ដើមគិតគូរណាអាហ្នឹងគឺមួយទៅពីរក៏ពាក្យប៉ុណ្ណឹងយោធាកងយុទ្ធពលខេមរៈភូមិន្ទក៏យើងអត់បានពង្រឹងអត់បានពង្រីកសមត្ថភាពយោធាយើងឲ្យបានខ្លាំងក្លាទេតាំងពីមុនប៉ុន្តែចាប់ពីឥឡូវទៅដែលមានការកំណែតម្រង់នៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទនេះយើងនឹងពង្រឹងសមត្ថភាពយើងនឹងពង្រឹងយោធារបស់យើងនឹងយើងនិយាយឲ្យវាស្រួលស្ដាប់ទៅថាយោធាកន្លងមកជួនកាលមានស្លាប់មានអីខ្លះទៅយើងក៏អត់បានពេញខ្លះអីចឹងទៅប៉ុន្តែលើកនេះគឺថាយើងមានដោយសារយើងមានច្បាប់កាតព្វកិច្ចយោធាហើយអញ្ចឹងយើងមិនមានបញ្ហាចោទទេគឺថាយើងវឹកវើបានទៅយើងបញ្ជូនទៅបំពេញឲ្យពេញដើម្បីយោធារបស់យើងមានសមត្ថភាពមានសមត្ថភាពក្នុងការប្រយុទ្ធក្នុងការនេះគណថាយើងមានបញ្ហាខ្លះៗចឹងមានប៉ុន្តែបើយើងប្រៀបធៀបការដែលថៃវែងមកលើយើង2លើកនេះលើកទី1 5ថ្ងៃលើកទី2 21ថ្ងៃអញ្ចឹងយើងអាចទប់ទល់បានណាទប់ទល់បានដោយសារសមត្ថភាពណាដោយសារសមត្ថភាពកងទ័ពយើងកងយុទ្ធពលខេមរៈភូមិន្ទគឺជាកងទ័ពមួយដែលកើតចេញពីកងទ័ពរបស់ភាគីទាំង3ទី1គឺភាគីគណបកប្រជាជនដែលច្រើនជាគេលុះលប់ហើយទើបមកបានភាគីមកពីហ៊ុនពេជ្រនោះកងទ័ពជាតិសៀនុនិយមនោះហើយភាគីលោកតាសឿនសានហើយក្រោយមកក៏មានខ្មែរក្រហមមកចូលរួមអីទៀតទៅអញ្ចឹងយើងមានកងទ័ពនោះគឺថាកងទ័ពយើងចាស់នោះសិតតែមានបទពិសោធន៍គ្រប់គ្រាន់ហើយក្នុងគ្រប់ភាគីនោះបាទគ្រប់ភាគីនោះមានពិសោធន៍គ្រប់គ្រាន់អញ្ចឹងហើយបានថៃទោះបីថៃមានអាវុធយុទ្ធោបករណ៍ទោះបីថៃមានទាហានប្រព្រឹត្តធៀបទៅខុសនេះឆ្ងាយណាគួរថាដែលវ័យយើងនោះវាលបឹកព្រំដែននោះវាធ្លាយមកជុលអស់ក្នុងហើយប៉ុន្តែថៃមិនអាចធ្វើយើងបានទេហើយវ័យលើកទី2ដោយសារតែថៃស្លាប់ច្រើនព្រោះថៃប្រតិហានកំណែន18ខែច្បាប់គេមួយឆ្នាំកន្លះយើងវា2ឆ្នាំបាទអញ្ចឹងវ័យលើកទី1នោះក្មេងៗអាយុ18នោះយកមក
training យមវឹកវើនោះមួយខែចេះបាញ់តែកំភ្លើងអត់មានបទពិសោធន៍អីទេហើយទៅតាណានោះអត់ហ៊ានដល់2នាក់3នាក់5នាក់អីទេទៅតងវងអញ្ចឹងទៅដល់ទៅតងវងហ្នឹងធម្មតាកម្ពុជាមានអាកំភ្លើង40កណ្ដុងនោះគេស្រាប់ប្រើអាច្រើនអញ្ចឹងឯងបើចង់តតាំងហ្នឹងអាកំភ្លើង40កណ្ដុងទៅយើងដើរ2នាក់បាញ់យើងវាមិនត្រូវដល់មកតងវង2 300 500នាក់ងាប់ច្រើនហ្នឹងទី1ទី2ឃើញថាគ្រោះថ្នាក់ច្រើនទៅហ៊ានកែននឹងមកដូច្នេះថៃវាយយើងលើកទី2 3អាទិត្យ21ថ្ងៃហ្នឹងគាត់យកថ្នាំញៀនយកមកឲ្យតែទៅហ៊ានគាត់ប្រើណាអាថ្នាំថៃគេហៅថ្នាំយ៉ាម៉ាថ្នាំសេះបើយើងប្រើជាភាសាខ្មែរថ្នាំនោះបងប្អូនខ្មែរយើងធ្វើកម្មករនៅស្រុកថៃដឹងហើយគេឲ្យលាបអានោះឯងលេបអានោះគឺក្លាហានអត់ដេកទេគឺធ្វើការឧស្សាហ៍ណាធ្វើការរហូតអញ្ចឹងគាត់ដល់រហូតដល់មកលើក្រោយគាត់ប្រើណាឥឡូវឃើញគាត់ដឹកយកមកត្រៀមផ្លែលំមានអាលើកទី3ណាគាត់ដកពិសោធន៍ហ្នឹងគាត់ត្រៀមវាច្រើនអញ្ចឹងនឹងដូច្នេះហើយគឺសរុបមកវិញចង់ជម្រាបជូនថាក៏មកដល់ពេលនេះសម្ដេចតេជោលោកក្រោយពីមានការប្រយុទ្ធការពារទឹកដីដែលពីថៃឆ្លៀនពៀនពីលើកមកយើងបានសិក្សាឲ្យសម្ដេចក៏លោកសិក្សាផ្ទាល់ហើយព្រោះលោកជំនាញខាងការងារនោះហើយខ្ញុំក៏សិក្សាផ្ទាល់ហើយព្រោះខ្ញុំដល់តាមដោយព្រំដែនរហូតដែរកាលនេះបានយកឆ្នាំភាសាពឹសនេះទៅចែកទៅពីមុំ3មកធ្លាយមកដល់មួយពោធិ៍សាត់នៅធម្មតានេះអញ្ចឹងខ្ញុំដល់សង្កេតមើលទៅវាមានបញ្ហាអីខ្លះត្រង់សេយ៉ាងម៉េចការពារឆ្នាំពុលយ៉ាងម៉េចការពារដ្រូនយ៉ាងម៉េចការពារស្អីម៉េចនេះខ្ញុំយល់แล้วហើយខ្ញុំបានធ្វើផ្ដល់យោបល់ជូនគាត់បាទគ្រប់ទាំងអស់គ្នាទៅអញ្ចឹងបូកសរុបនេះមកសរុបមកវិញមកគឺថាយើងដឹងច្បាស់ថាការខ្វះខាតរបស់យើងមានអីខ្លះឥឡូវសម្ដេចលោកដោះស្រាយបញ្ហានឹងទាំងអស់នោះដើម្បីកុំឲ្យយើងមានស្អីណាទៅឱកាសត្រូវធ្វើម៉េចជើងទឹកត្រូវធ្វើម៉េចជើងគោកតែថាយើងត្រូវទូលស្គាល់កន្លងមកជួនកាលទៅហ៊ានយើងវាអត់មានផ្លាស់ប្ដូរគ្នាដូចគេថៃមកទឹកទៅសារទៅហ៊ានគេច្រើនមកទឹកគេដូរមកទឹកគេដូរយើងយកខាត់អត់មានស្អីដូរអានោះមួយទៅពីរចង់និយាយបញ្ជាក់នៅពេលនេះផងដែរថាមានកន្លែងខ្លះស្រែកថាអត់ស្វែងអត់អាហារណាធាតុពិតមិនយ៉ាងទេពេលដែលវាយគ្នាអ្នកដែលនោះសេត្រៀមទល់មុខជាមួយថៃនោះ200ម៉ែត្រអញ្ចឹងដែលវាអត់បាយនោះវាអត់ដោយសារអីដោយសារអ្នកនំបាយទីក្រោយនោះរែកទៅវារែកទៅអត់បានព្រោះគ្រាប់ធ្លាក់ច្រើនអញ្ចឹងជួនកាលយកបាយទៅជូនគាត់អត់បានជួនកាលយកទឹកទៅជូនគាត់អត់បានកន្លែងខ្លះមានទឹកដងមានទឹកអីនៅក្នុងអាប្រទាយអីនោះអូខេកន្លែងខ្លះក៏បានកប់ទឹកជាកដុងអីដាក់ទៅអូខេប៉ុន្តែកន្លែងខ្លះវាអត់អញ្ចឹងវាត្រូវអត់បាយមកយប់មួយថ្ងៃអត់បាយមកយប់មួយថ្ងៃអត់មានបញ្ហាទេបើអត់ទឹកទៅមកយប់មួយថ្ងៃមានបញ្ហាអញ្ចឹងអាស្អីដែលជាការខ្វះខាតដែលជាការលំបាករបស់យើងនឹងសរុបមកគឺសម្ដេចលោកជឿច្បាស់ហើយលោកនេះគឺប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះគឺថាពីនេះទៅមុខយើងមិនព្រួយបារម្ភអីទេយើងត្រៀមខ្លួន